រកឃើញហើយសពជនរងគ្រោះមុជទឹកបាញ់ត្រីបាត់ខ្លួននៅស្ពានកោះពោះត្រូវបានរកឃើញនៅជិតស្ពានអូត្រេសខេត្តព្រះសីហនុកម្លាំងទីបញ្ជាការជួរមុខរកឃើញសពជនរងគ្រោះដែលបាត់ខ្លួនពេលមុជទឹកបាញ់ត្រីនៅស្ពានកោះពោះហើយនេះបើយោងតាមផេកទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការធិការជាតិសន្តិសុខលំហសមុទ្របានប្រកាសនាព្រឹកថ្ងៃទី22ខែកក្កដានេះថាយោងតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍តូលីហួតមេបញ្ជាការទីបញ្ជាការជួរមុខនៅវេលាម៉ោង 6:30 នាទីថ្ងៃទី22ខែកក្កដាឆ្នាំ2026កម្លាំងទីបញ្ជាការជួរមុខចំនួន8រូបដឹកនាំដោយវរសេនីយ៍ត្រីគួបពិនមេបញ្ជាការរងនាវាអន្តរាគមន៍បានប្រើប្រាស់មធ្យោបាយអូប័រចំនួន2គ្រឿង RIHB លេខ133និងអូប័រ60សេសរបស់ស្នាក់ការសន្តិសុខកោះតាំងបន្តចេញប្រតិបត្តិការស្វែងរកជនរងគ្រោះឈ្មោះផែនសុកហេងភេទប្រុសអាយុ32ឆ្នាំដែលបានចុះមុជទឹកបាញ់ត្រីនៅក្រោមស្ពានកោះពោះបាត់ខ្លួនកាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2026លុះដល់វេលាម៉ោង 7:35 នាទីព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2026កម្លាំងទីបញ្ជាការជួរមុខបានរកឃើញសាកសពជនរងគ្រោះនៅចំណុចនិយាមការលេខ 103318N ឡុង 1033321E ស្ថិតនៅជិតស្ពានអូត្រេសបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសមត្ថកិច្ចនិងមន្ត្រីជំនាញព្រមទាំងក្រុមគ្រូពេទ្យត្រួតពិនិត្យនិងធ្វើកុសលវិច័យមុននឹងប្រគល់ជូនក្រុមគ្រួសារនិងសាច់ញាតិយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី